Và suốt đâyបងប្អូនអរគ្នាថ្ងៃនេះចុះមកបំពេញការងារប៉ុន្តែដោយសារចៃដន្យទៅក៏ចំដល់ម៉ោងបាយល្មមអញ្ចឹងក៏បានមកដល់ទីអារាមមួយបាទមានសភាពស្ងប់ស្ងាត់ហើយជាទីមនោរម្យបាទព្រោះអីបរិយាកាសនេះស្ងប់ស្ងាត់ត្រជាក់ហើយយើងអាចអង្គុយញ៉ាំបាយហើយ relax អីបានល្អអញ្ចឹងបានខ្ញុំចេះតែចូលចិត្តខាងពុទ្ធសាសនាយើងអញ្ចឹងខាងពុទ្ធចក្រនោះគឺបានជួយសម្រួលច្រើនព្រោះដូចជាទីអារាមអញ្ចឹងគឺជាទីអាវាសសម្រាប់សាធារណជនទូទៅហ្នឹងហើយអត់ប្រកាន់ថាគាត់មកពីខាងខេត្តណាស្រុកណាជនជាតិអីទេឲ្យតែពេលណាយើងគិតថាយើងត្រូវការចូលមកសម្រាកនៅកន្លែងហ្នឹងគឺយើងអាចសម្រាកបានហ្នឹងហើយខកពេលវេលាអីចូលសម្រាប់ញ៉ាំបាយញ៉ាំអីចឹងទៅហើយយើងអាច relax បានព្រោះអីជាអារាមរបស់យើងគឺជាគេហៅថាទ្រព្យសម្បត្តិសាធារណៈអញ្ចឹងណាបាទហើយមានស្រះទឹកនេះដូចបងប្អូនឃើញហើយមានស្រះទឹកបាទស្រះទឹកហើយមានរូបព្រះបដិមាប្រក់នាគទៀតប៉ុន្តែជាអកុសលដោយសារតែខាងអារាមគាត់បិទច្រកទៅយើងអាចបានទៅថតរូបពីខាងចំពីមុខព្រះភ័ក្ត្រព្រះអង្គនេះអញ្ចឹងបានតែមើលពីខាងក្រៅទេសភាពហ្នឹងបាទប៉ុន្តែវាជាទីជ្រះថ្លាដែរបាទមានទឹកថ្លាហើយបរិស្ថានក៏គេល្អទៀតបាទបរិស្ថាននៅកន្លែងហ្នឹងគឺស្អាតបាទហើយមានស្រះទឹកនៅមួយទាងទៀតនេះដូចជាយើងគិតថាដូចជាស្រះស្រង់បើពីដើមគេច្រើនតែគេនិយាយថាជាស្រះស្រង់អីចឹងណាបាទស្រះស្រង់ហើយមានប្រាសាទនោះមួយទៀតកំពុងតែរៀបចំសាងសង់មិនទាន់ហើយទេបាទហើយឃើញផ្លូវឡើងទៅព្រះវិហារហ្នឹងគឺមានរូបព្រះសង្ឃរូបសំណាកព្រះសង្ឃនិមន្តបិណ្ឌបាតច្រើនហ្នឹងហើយអញ្ចឹងវត្តនេះគឺហៅវត្តអីគ្រីសោភ័ណ្ឌហ្នឹងហើយខ្ញុំទើបតែបានមកដែរទេកន្លងមកធ្លាប់ជិះកាត់តែអត់ដែលបានមកចូលលេងទេប៉ុន្តែដោយសារចៃដន្យនេះដូចជាមាននិស្ស័យដែរយើងដល់ម៉ោងបាយហើយក៏ខ្ញុំវិចបាយវិចអីមកតាមរយៈការងាររបស់យើងហ្នឹងក៏យើងឈានចូលមកសម្រាប់ហូបបាយនៅហ្នឹងទៅក៏វាឆ្ងាញ់មួយយ៉ាងចឹងដែរបាទអញ្ចឹងសរុបមកវិញគឺយើងមិនអាចចោលទៅលើវត្តអារាមរបស់យើងបានទេជាពិសេសខាងពុទ្ធសាសនារបស់យើងហ្នឹងគឺនៅតែពឹងពាក់អាណាចក្រហើយនឹងពុទ្ធចក្រអញ្ចឹងបាទហ្នឹងហើយអញ្ចឹងនេះគ្រាន់តែជាការរាយរាប់ហើយបងប្អូនអាចមើលទេសភាពបាទថាជុំវិញហ្នឹងបាទគឺយើងឃើញស្រស់ស្រាយបាទស្រស់ស្រាយបាទហើយខាងនេះគឺជាផ្លូវដែលយើងគេត្រូវចូលទៅកន្លែងពុទ្ធប្រក់នេះហ្នឹងប៉ុន្តែគេខាំងលបងហើយយើងអត់អាចចូលទៅបានទេយើងអាចឡើងទៅខាងព្រះវិហារនេះបានដើម្បីធ្វើការគិរកិច្ចគ្រប់ជាទីសក្ការៈអីចឹងណាបាទហ្នឹងហើយចឹងសូមអរគុណបងប្អូនបាទ